ថៃអាចលិចទឹកខ្ទេចប្រទេសនៅក្នុងពេលអនាគតហេតុផលស្ថានភាពបច្ចុប្បន្ននិងអំណះអំណាងនាពេលអនាគតអញ្ចឹងយើងដឹងហើយថាទឹកលិចគឺជាការប្រឈមដ៏ធំរបស់ប្រទេសថៃជារៀងរាល់ឆ្នាំក្នុងខែតុលាឆ្នាំ2025ស្ថានភាពទឹកបានលិចដែលបង្ហាញឲ្យឃើញថាប្រព័ន្ធគ្រប់គ្រងទឹកនិងស្ថាបត្យកម្មសង្គមសេដ្ឋកិច្ចរបស់ថៃនៅតែមានភាពទន់ខ្សោយបើសិនជាមិនមានការវិនិយោគនិងដំណោះស្រាយរឹងមាំនៅក្នុងពេលឆាប់ៗនេះទេអនាគតរបស់ប្រទេសថៃអាចនឹងរលាយបាត់ពីពិភពលោកហើយវាបាត់ទឹកលិចនេះធ្វើឲ្យខ្ទេចប្រទេសដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចនិងសង្គមហើយនិងស្ថិរភាពរបស់ជាតិថៃទាំងមូលហេតុផលនៃហានិភ័យទឹកលិចធ្ងន់ធ្ងរទីតាំងភូមិសាស្ត្រប្រទេសថៃមានទន្លេធំៗជាច្រើនដូចជាចៅប្រាយ៉ាណានយ៉មពីងម៉ែខ្លងតំបន់ភាគកណ្ដាលជាទីកន្លែងទំនាបហើយបង្រួមជាមួយនឹងរាជធានីបាងកកទឹកភ្លៀងឬក៏ទឹកចេញពីទំនប់អាចធ្វើឲ្យតំបន់នេះលិចបានយ៉ាងងាយស្រួលទោះបីជាមានការទប់ស្កាត់យ៉ាងណាក៏ដោយប្រសិនបើទំនប់បាក់គឺដឹងតែលិចទាំងស្រុងតែម្ដងប្រទេសថៃការប្រែប្រួលអាកាសធាតុកំពុងតែផ្លាស់ប្ដូរទឹកភ្លៀងធ្លាក់ខ្លាំងជាងមុននិងមានព្យុះត្រូពិចលើសពីធម្មតាវាជាកត្តាដែលធ្វើឲ្យមានការលិចទឹកនាអនាគតដែលកាន់តែមានហានិភ័យប្រព័ន្ធបញ្ចូលទឹកមិនគ្រប់គ្រាន់ទីក្រុងធំៗដូចជាបាងកកមិនមានប្រព័ន្ធបញ្ចូលទឹកមិនសមស្របនៅពេលដែលមានភ្លៀងធ្លាក់ច្រើនទឹកមិនអាចចេញបានរហ័សបណ្ដាលឲ្យលិចក្នុងរយៈពេលខ្លីការគ្រប់គ្រងទំនប់និងទឹកបញ្ចេញទំនប់ធំអាចคล้ายជាខ្សោយប្រសិនបើការបញ្ចេញទឹកមិនត្រឹមត្រូវប្រសិនបើទំនប់ខូចឬបណ្ដាញទឹកលឿនពេកអាចបង្កឲ្យទឹកលិចកាន់តែធំទូលំទូលាយនៅតំបន់ downstream វិភាគផលប៉ះពាល់បើទឹកលិចខ្ទេចប្រទេសកើតឡើងសេដ្ឋកិច្ចបាងកកជាកណ្ដាលហិរញ្ញវត្ថុនិងពាណិជ្ជកម្មប្រសិនបើបាងកកលិចធំអាចបណ្ដាលឲ្យខាតបង់សេដ្ឋកិច្ចជាតិជាង100លានប៉ុនដុល្លារកសិកម្មដីស្រែលិចនិងបំផ្លាញផលស្រូវនិងដំណាំសំខាន់បណ្ដាលឲ្យកង្វះអាហារនៅក្នុងហើយនិងក្រៅប្រទេសប្រជាជនជាច្រើនលានអ្នកអាចត្រូវផ្លាស់ទីខ្លាយជាជនភៀសខ្លួនដោយសារតែទឹកជំនន់បញ្ហាសុខាភិបាលបញ្ហាជំងឺទឹកចូលឬក៏ទឹកកខ្វក់ចូលនេះធ្វើឲ្យបាត់បង់ទឹកស្អាតអាចនាំទៅវិបត្តិឆ្លងជំងឺផ្សេងស្ថិរភាពសង្គមនយោបាយការខាតបង់ធំអាចប៉ះពាល់ដល់ស្ថិរភាពរដ្ឋាភិបាលនិងបង្កភាពតានតឹងនៅក្នុងសង្គមថៃអំណះអំណាងនាពេលអនាគតរយៈពេល5ទៅ10ឆ្នាំខាងមុខថៃអាចប្រឈមនឹងលិចទឹកជារៀងរាល់ឆ្នាំជាពិសេសនៅភាគកណ្ដាលនិងរាជធានីបាងកកការខូចខាតកសិកម្មនិងការបាត់បង់ផលិតភាពសេដ្ឋកិច្ចនឹងកើនឡើងរយៈពេល20ទៅ30ឆ្នាំខាងមុខបើសិនជាកម្រិតទឹកសមុទ្រកើនឡើងដោយសារតែការប្រែប្រួលអាកាសធាតុបាងកកអាចក្លាយជាទីក្រុងលិចអចិន្ត្រៃយ៍បើកម្រិតទឹកសមុទ្រកើនឡើងដោយសារតែការប្រែប្រួលអាកាសធាតុបាងកកអាចក្លាយជាទីក្រុងលិចអចិន្ត្រៃយ៍ Permanent Flooding Risk City ដោយជាការព្យាករណ៍របស់អង្គការអន្តរជាតិជាច្រើនប្រសិនបើមិនមានវិធានការដ៏រឹងមាំនោះប្រទេសថៃអាចនឹងប្រឈមនឹងការបាត់បង់ដីកណ្ដាលប្រទេសដែលជាគន្លងសេដ្ឋកិច្ចសំខាន់បំផុត3អំណះអំណាងអាក្រក់បំផុតប្រទេសថៃអាចក្លាយជាប្រទេសដែលលិចទឹកជាប្រចាំនិងត្រូវចំណាយថវិកាធំដើម្បីការពារដូចជា Belgic ហើយនិង Holland ប្រសិនបើបរាជ័យនៅក្នុងការការពារប្រជាជនជាង10ទៅ15លាននាក់អាចនឹងត្រូវចាក់ចែងពីភាគកណ្ដាលដំណោះស្រាយដែលត្រូវធ្វើឲ្យបានទាន់ពេលថៃត្រូវតែវិនិយោគនៅក្នុងប្រព័ន្ធគ្រប់គ្រងទឹកឆ្លាតវៃដូចជា Floodgate ស្វ័យប្រវត្តិនិងប្រព័ន្ធបញ្ចូលទឹកថ្មីការសហការតំបន់ដើម្បីគ្រប់គ្រងទឹកទន្លេដែលឆ្លងកាត់ប្រទេសជាច្រើនបង្កើតផែនទីសុវត្ថិភាពជាតិសម្រាប់ផ្លាស់ទីប្រជាជននៅពេលដែលមានគ្រោះថ្នាក់អញ្ចឹងសរុបមកវិញមកបងប្អូនទាំងអស់គ្នាបើសិនបើមានការប្រែប្រួលអាកាសធាតុខ្លាំងពិតមែនប្រទេសថៃនឹងលិចចូលនៅក្នុងបាតសមុទ្រតែម្ដងគឺរលាយចេញពីផែនដីដោយសារតែគ្រោះទឹកជំនន់ដោយសារតែគ្រោះជាមួយនឹងគ្រោះធម្មជាតិខ្យល់ព្យុះអ្វីជាដើមអញ្ចឹងប្រទេសថៃវាប្រឈមជាមួយនឹងបញ្ហាគ្រោះធម្មជាតិខ្លាំងណាស់មិនថានឹងជួយដីមិនថាគ្រោះទឹកជំនន់មិនថាទទួលរងខ្យល់ព្យុះអីទេព្រោះដោយសារអីដោយសារតែថៃជាប្រទេសមួយដែលស្ថិតនៅក្រោមនីវ៉ូទឹកសមុទ្រដូច្នេះហើយវាជួបគ្រោះធម្មជាតិច្រើនអញ្ចឹងបើសិនជាប្រទេសថៃមានការលិចលង់ជារៀងរាល់ឆ្នាំបំផ្លាញសេដ្ឋកិច្ចវាបន្តិចម្ដងនោះប្រទេសថៃនឹងរលាយដោយខ្លួនឯងមិនបាច់ចាំមានគូបដិបកឬក៏សត្រូវណាទៅបំផ្លាញប្រទេសថៃទេគឺថៃរលាយដោយខ្លួនឯងដូច្នេះសម្រាប់ខ្ញុំបើសិនជាប្រទេសថៃរលាយមែនខ្ញុំមានអារម្មណ៍ថាសោកស្ដាយព្រោះអីប្រទេសថៃគឺជាមិត្តដ៏ល្អរបស់យើង